ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារតែវីដេអូមុនឃើញបងប្អូនទាំងអស់គ្នាក៏ខមមិនអំពីប្រភេទសត្វកុកហើយក៏មានមតិខមមិនវែកញែកច្រើនដែរថ្ងៃនេះគឺខ្ញុំធ្វើវីដេអូបង្ហាញអំពីសត្វកុកចំនួន7ប្រភេទដែលមានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រៃលិពៅខេត្តតាកែវទី1កុកក្រុងតូចកុកក្រុងតូចមានកម្ពស់ប្រមាណជា55ទៅ65សង់ទីម៉ែត្រពេលពេញវ័យដងខ្លួនទាំងមូលពណ៌សចំពុះខ្មៅជើងខ្មៅប្រអប់ជើងនិងម្រាមជើងពណ៌លឿងទី2កុកក្រុងមធ្យមជាទូទៅវាមានកម្ពស់ប្រមាណជា65ទៅ72សង់ទីម៉ែត្រពេញវ័យខុសប្លែកពីកុកក្រុងធំដោយចំពុះខ្លីហើយទាលកខ្លីជាងជើងខ្មៅចំពុះលឿងនិងមានអុចខ្មៅនៅចុងចំពុះទី3កុកក្រុងធំជាទូទៅវាមានកម្ពស់ប្រមាណជា85ទៅ102សង់ទីម៉ែត្រពេញវ័យជាកុកធំជាងគេកវែងដូចពស់ហើយកង្កក់ចំពុះលឿងវែងស្រួចជើងខ្មៅទី4កកគោមានកម្ពស់ប្រមាណជា48ទៅ53សង់ទីម៉ែត្រពេលពេញវ័យដងខ្លួនទាំងមូលពណ៌សមានកខ្លីធំត្រង់គោលកចំពុះខ្លីជាងកុកផ្សេងទៀតនិងជើងខ្លីចំណែកពេលបន្តពូជក្បាលកទ្រូងនិងចុងខ្នងមានពណ៌ត្នោតទុំទី5កុកក្រកក្បាលត្នោតខ្ចីវាមានកម្ពស់ប្រមាណជា55សង់ទីម៉ែត្រពេញវ័យមានលក្ខណៈដូចគ្នានឹងកុកក្រកក្បាលត្នោតចាស់ប៉ុន្តែចុងស្លាបទី1មិនមានពណ៌ខ្មៅទេទី6កុកម្ទេសទុំមានកម្ពស់ប្រមាណជា38ទៅ41សង់ទីម៉ែត្រឈ្មោលខ្លួនទាំងមូលពណ៌ម្ទេសទុំមានរោមទ្រូងក្រាស់ផ្នែកញីមានពណ៌ស្រអាប់មានឆ្នូតសជាជួរនៅផ្នែកពោះនិងឆ្នូតពណ៌ច្រេះនៅផ្នែកខ្នងទី7កុកសម្បកទំពាំងវាមានកម្ពស់ប្រមាណជា36ទៅ38សង់ទីម៉ែត្រពេញវ័យខ្លួនពណ៌សម្បកទំពាំងរាងដូចកុកម្ទេសទុំបន្ទូលក្បាលខ្មៅពេលហើរស្លាបទី1ស្លាបទី2និងកន្ទុយពណ៌ខ្មៅបើសិនជាពុកម៉ែបងប្អូនស្គាល់ឈ្មោះសត្វទាំង7ប្រភេទដែលជាភាសាតាមតំបន់ពុកម៉ែបងប្អូនអាចខមមិនប្រាប់នៅក្នុងវីដេអូបានសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា